ប្រហែលអ្នកនរគ្នាមានផលវិបាកដូចជាការបញ្ចេញសំឡេងដូចជាក្នុងការសរសេរសារៈភាសាកូរ៉េឬក៏ជំនាញភាសាកូរ៉េជាដើមអញ្ចឹងហើយវីដេអូនេះខ្ញុំមកប្រាប់បងប្អូនថាតើគួររៀនបែបណាដើម្បីងាយស្រួលចាប់ដើម្បីងាយស្រួលយល់ភាសាកូរ៉េ Hello យល់សប្បាយស្វាគមន៍មកកាន់វីដេអូទី2របស់ខ្ញុំកាលពីវីដេអូទី1របស់ខ្ញុំបានចេញមកចែករំលែកបទពិសោធន៍ខ្លះៗដល់អ្នកនរគ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងផ្លូវថាតើអ្នកទាំងអស់គ្នាគួរចាប់ផ្ដើមពីត្រង់ណាហើយអ្នកទាំងអស់គ្នាត្រូវដឹងព័ត៌មានអ្វីខ្លះដើម្បីឲ្យអ្នកទាំងអស់គ្នាមានឱកាសមកបម្រើការងារក្នុងប្រទេសកូរ៉េត្បូងបាទបែកគ្នាមួយរយៈធំដែរហើយតើអ្នកទាំងអស់គ្នាបានចាប់ផ្ដើមស្វែងយល់ពីភាសាកូរ៉េហើយឬនៅឬក៏អ្នកទាំងអស់គ្នាបានចាប់ផ្ដើមដើម្បីស្វែងក្នុងការចូលរៀនភាសាកូរ៉េហើយឬនៅបាទបើអ្នកទាំងអស់គ្នាបានចាប់ផ្ដើមហើយអ្នកទាំងអស់គ្នាអត់ដឹងថាតើគួររៀនកូរ៉េពីចំណុចណាគួរចាប់ផ្ដើមរៀនកូរ៉េបែបណាដើម្បីឲ្យយើងអាចចាប់ទាន់ភាសាកូរ៉េអាចងាយយល់ភាសាកូរ៉េវីដេអូនេះខ្ញុំនឹងមកប្រាប់បងប្អូនខ្លះៗដើម្បីឲ្យបងប្អូនទាំងគ្នាមានភាពងាយស្រួលក្នុងការសិក្សាភាសាកូរ៉េហើយវីដេអូនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាខ្ញុំពុំមែនជាគ្រូបង្រៀនភាសាកូរ៉េអ្វីនោះទេក៏ប៉ុន្តែវីដេអូនេះដែលខ្ញុំធ្វើដើម្បីចែករំលែកដល់បងប្អូននេះគឺគោលបំណងរបស់ខ្ញុំគឺចង់ឲ្យបងប្អូនទាំងឡាយណាដែលគាត់មានបំណងក្នុងការបម្រើការងារនៅក្នុងប្រទេសកូរ៉េខ្ញុំនឹងជួយបង្ហាញផ្លូវខ្ញុំនឹងជួយប្រាប់បងប្អូនត្រួសឬក៏កន្លែងខ្លះបងប្អូនអត់ដឹងសោះខ្ញុំនឹងប្រាប់បងប្អូនដើម្បីបងប្អូនទាំងគ្នាមានភាពងាយស្រួលក្នុងការមកបម្រើការងារក្នុងប្រទេសកូរ៉េត្បូងបាទខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមួយរយៈនេះបានចាប់ផ្ដើមរៀនភាសាកូរ៉េហើយប្រហែលអ្នកទាំងអស់គ្នាមានផលវិបាកដូចជាការបញ្ចេញសំឡេងដូចជាក្នុងការសរសេរសារៈភាសាកូរ៉េឬក៏ជំនាញភាសាកូរ៉េជាដើមអញ្ចឹងហើយវីដេអូនេះខ្ញុំមកប្រាប់បងប្អូនថាតើគួររៀនបែបណាដើម្បីងាយស្រួលចាប់ដើម្បីងាយស្រួលយល់ភាសាកូរ៉េខ្ញុំចង់ចែកជាពីរប្រភេទដើម្បីនិយាយចែកជូនទៅអ្នកទាំងអស់គ្នាប្រភេទទី1គឺជាប្រភេទការរៀនតាមអនឡាញឬក៏រៀនតាមរយៈបណ្ដាញសង្គម YouTube ឬក៏សង្គម Facebook TikTok អ្វីក្តីហើយមួយទៀតគឺការរៀនផ្ទាល់ជាមួយនឹងគ្រូយើងបង់លុយចូលសាលារៀនហើយយើងរៀនមួយថ្ងៃ1ម៉ោង2ម៉ោងឬក៏រៀនមួយអាទិត្យ3-4ថ្ងៃតាមកន្លែងបងប្អូនឬក៏តាមកន្លែងសាលាបងប្អូនដែលបានចូលឈ្មោះរៀងខ្លួនទី1ខ្ញុំសូមលើកឡើងបងប្អូនដែលក៏រៀនតាមរយៈ YouTube ឬក៏រៀនតាមបណ្ដាញសង្គមនានាបងប្អូនកុំផ្ដោតខ្លាំងពេកនៅលើភាសាកូរ៉េដូចជាបងប្អូនរៀនមួយថ្ងៃគឺរៀនស្រៈឲ្យអស់តែម្ដងខ្ញុំអត់ recommend ឬក៏អត់លើកទឹកចិត្តឲ្យបងប្អូនរៀនបែបនេះនោះទេបើបងប្អូនរៀនបែបនេះគឺបងប្អូនប្រមាថចាប់ទាន់ភាសាកូរ៉េបាននោះទេដោយសារតែបងប្អូនអរគ្នាសម្រុករៀនវាច្រើនពេកក្នុងរយៈពេលតែមួយថ្ងៃឬក៏មួយអាទិត្យបងប្អូនធ្វើបែបនេះបងប្អូនអាចចាំបានក៏ពិតមែនក៏ប៉ុន្តែចាំអត់បានយូរទេយើងគ្រាន់តែចាំរយៈពេលខ្លីបន្ទាប់មកយើងទៅរៀនអ្វីផ្សេងយើងអាចនឹងភ្លេចយើងរៀនពីមុនបានអញ្ចឹងហើយដើម្បីយើងអាចរៀនភាសាកូរ៉េឲ្យតាមលក្ខខណ្ឌឬក៏តាមពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីឲ្យការចងចាំភាសាកូរ៉េរបស់យើងចាំបានយូរឬក៏យើងស្ទាត់ក្នុងការសរសេរស្រៈឬជំនាញភាសាកូរ៉េបានដើម្បីយើងស្ទាត់ឬក៏យើងអាចសរសេរស្រៈឬសរសេរជំនាញភាសាកូរ៉េបានបងប្អូនគួរតែធ្វើបែបនេះវិញបងប្អូនលើកស្រៈមក5ស្រៈឬក៏6ស្រៈមកបងប្អូនរៀនរយៈពេល3ថ្ងៃឬក៏5ថ្ងៃសិនបងប្អូនពុំគួរលើកឡើងមកទាំងអស់ហើយបងប្អូនចាប់ផ្ដើមរៀនរយៈពេល1ថ្ងៃឬក៏1អាទិត្យទាំងអស់បាននោះទេអញ្ចឹងហើយបងប្អូនរៀនស្រៈរយៈពេល3ថ្ងៃបន្ទាប់មកទៀតបងប្អូនរៀនជំនាញរយៈពេល3ថ្ងៃហើយបងប្អូនយកស្រៈយកជំនាញនោះមកប្រកបចូលគ្នាដើម្បីបងប្អូនអនុវត្តការសរសេរផងហើយនឹងអនុវត្តការអានផងហើយនៅពេលដែលបងប្អូនទាំងអស់គ្នាអនុវត្តការអានឬការសរសេរនេះបងប្អូនយកតែអ្វីដែលបងប្អូនបានរៀនពីថ្ងៃមុនដូចជាស្រៈឬជំនាញមកសរសេរបានហើយបងប្អូនពុំគួរយកស្រៈឬជំនាញផ្សេងមកផ្សំនោះទេដើម្បីឲ្យបងប្អូនងាយយល់យើងយកតែអ្វីដែលយើងបានរៀនពីថ្ងៃមុនមកផ្សំចូលគ្នាមកបង្កើតជាការសរសេរហើយការអានតែប៉ុណ្ណោះដើម្បីយើងអាចចាប់ទាន់ឬអាចយើងចាំបានបងប្អូនធ្វើបែបនេះជារៀងរាល់ថ្ងៃជារៀងរាល់អាទិត្យជារៀងរាល់សប្តាហ៍ទៅបងប្អូននឹងអាចចេះស្រៈឬក៏ជំនាញភាសាកូរ៉េបានទាំងអស់ហើយក្នុងការដើម្បីឲ្យបងប្អូនទាំងអស់គ្នាចាំស្រៈឬជំនាញបានបងប្អូនអាចធ្វើតាមវិធីនេះបានឧបមាបងប្អូនរៀនគីយ៉កឬក៏រៀននីអ៊ឿនឬក៏រៀនស្រៈអាយ៉ាអយ៉បងប្អូនគួរតែសរសេរមួយឲ្យបាន10ចប់ឬក៏20ចប់ហើយបងប្អូនទន្ទិញវាមួយថ្ងៃឲ្យបាន3-4ដងរហូតទៅបងប្អូនអាចនឹងចាំបងអាចសរសេរបានហើយបងប្អូនអាចនឹងចាំក្នុងការអានវាទៀតដោយសារតែយើងបានសរសេរវាច្រើនដងហើយយើងបានទន្ទិញវាច្រើនដងបងប្អូននឹងចាំហើយអាចសរសេរបានបងប្អូនធ្វើបែបនេះជាបន្តបន្ទាប់ទៅបងប្អូននឹងអាចចេះបានដែរបងប្អូន
តោះឥឡូវយើងទៅកាន់បងប្អូនដែលគាត់ទៅចុះឈ្មោះចូលរៀននៅសាលាផ្ទាល់តើបងប្អូនគួរធ្វើបែបណាតាមពិតទៅសម្រាប់បងប្អូនដែលគាត់ទៅរៀននៅសាលាផ្ទាល់ខ្ញុំពុំគូលើកមកនិយាយទេដោយសារតែបងប្អូនអរគ្នាបានទៅរៀននៅសាលាផ្ទាល់ជាមួយនឹងលោកគ្រូឬអ្នកគ្រូហើយតែគាត់នឹងប្រាប់ពីតិចនិចឬក៏ប្រាប់ពីរបៀបដែលបងប្អូនយកទៅអនុវត្តបានហើយដោយសារតែគាត់មានបទពិសោធន៍រាប់ឆ្នាំក្នុងការបង្រៀនភាសាកូរ៉េលោកគ្រូអ្នកគ្រូក៏មានបទពិសោធន៍ក្នុងការបង្រៀនសិស្សរាប់សិបឆ្នាំហើយអញ្ចឹងហើយការចែករំលែកឬការដែលគាត់ប្រាប់អ្នកទាំងអស់គ្នាអាចនឹងច្បាស់ជាងខ្ញុំទៀតពីព្រោះខ្ញុំពុំមែនជាគ្រូបង្រៀនភាសាកូរ៉េនោះទេក៏ប៉ុន្តែខ្ញុំប្រាប់ខ្លះៗដើម្បីបងប្អូនយកទៅអនុវត្តទៅដើម្បីអាចចេះនៅពេលដែលគ្រូប្រាប់ហើយយើងធ្វើតាមគ្រូទៅគឺនឹងចេះតែម្ដងឬក៏លោកគ្រូអ្នកគ្រូរបស់បងប្អូនគាត់ឲ្យបងប្អូនអរគ្នាសរសេរស្រៈឬព្យញ្ជនៈបងប្អូនគួរតែធ្វើតាមគាត់ដែលគាត់បានណែនាំឬក៏គាត់បានដាក់លំហាត់ឬមួយក៏គាត់បានប្រាប់បងប្អូនបែបណាបងប្អូនធ្វើតាមគាត់ទៅដើម្បីយើងចាប់បានដោយសារគាត់មានក្បួនមានរបៀបក្នុងការបង្រៀនរបស់គាត់ហើយនៅពេលដែលបងប្អូនចេះព្យញ្ជនៈច្រើនហើយសម្រាប់បងប្អូនដែលគាត់រៀននៅសាលាផ្ទាល់នៅពេលដែលបងប្អូនទាំងអស់គ្នាចេះព្យញ្ជនៈចេះស្រៈចេះអានហើយនៅពេលដែលគ្រូប្រាប់លើកក្រោយឧទាហរណ៍ថាគ្រូឲ្យបងប្អូនទាំងអស់គ្នាសរសេរពាក្យឬក៏ព្យញ្ជនៈនេះឬក៏បងប្អូនខ្លះគ្រូប្រាប់ថាឲ្យសរសេរពាក្យឬក៏សរសេរប្រយោគខ្លីៗបងប្អូនអាចសរសេរតាមគាត់ទៅហើយទន្ទិញជារៀងរាល់ថ្ងៃឬមួយក៏លោកគ្រូឲ្យធ្វើ5លំហាត់បងប្អូនអាចធ្វើ10លំហាត់ឬក៏20លំហាត់ទៅដើម្បីយើងអាចប្រវត្តិខ្លួនឲ្យខ្ពស់ឬក៏យើងអាចរៀនមុនគ្រូដើម្បីយើងមានភាពងាយស្រួលដើម្បីយើងទៅរៀននៅសាលាបន្តទៀតយើងអាចនឹងចាប់បានតែម្ដងដោយសារតែយើងបានរៀនខ្លះៗហើយនៅឯផ្ទះឬក៏នៅកន្លែងធ្វើការរបស់យើងជាដើមយើងអាចដាក់កាសដាក់ចម្រៀងដាក់អីជាភាសាកូរ៉េដើម្បីយើងស្ដាប់ក្នុងការបញ្ចេញសំឡេងជាដើមខ្ញុំណែនាំឲ្យបងប្អូនពុំថារៀននៅសាលាផ្ទាល់ឬរៀនតាមអនឡាញទេបងប្អូនអាចចូល YouTube បានបងប្អូនគឺមានលោកគ្រូអ្នកគ្រូជាច្រើនដែលគាត់កំពុងតែធ្វើវីដេអូបង្ហាញពីការសិក្សាភាសាកូរ៉េគឺមានច្រើនខ្លាំងមែនទែនបងប្អូនមានលោកគ្រូម្នាក់នោះគឺគាត់ជាជនជាតិកូរ៉េតែម្ដងគាត់បានធ្វើវីដេអូតាម YouTube ច្រើនគាត់និយាយជាភាសាខ្មែរបន្ទាប់មកទៀតគាត់និយាយជាភាសាកូរ៉េអញ្ចឹងហើយបងប្អូនអាចចូលទៅមើល YouTube របស់គាត់បានតែអភ័យទោសបងប្អូនអ្នកគ្នាដោយសារតែខ្ញុំអត់បានចំណាំឈ្មោះ Channel YouTube របស់គាត់ហើយដូចជាឈ្មោះរបស់គាត់អញ្ចឹងណាហើយបងប្អូនអាចចូល YouTube បានបងប្អូនអាចចូលទៅស្វែងរកនៅក្នុង YouTube បានបងប្អូនអ្នកគ្នាគ្រាន់តែស្វែងរកពាក្យថារៀនភាសាកូរ៉េមកគឺលោតមកតែម្ដងសាលាគាត់ធំដែរហើយមានអ្នកទស្សនាគាត់ច្រើនជាពិសេសគាត់គឺជាជនជាតិកូរ៉េតែម្ដងអញ្ចឹងហើយការបង្រៀនឬការបញ្យល់របស់ពួកគាត់អាចនឹងច្បាស់ជាងគ្រូខ្មែររបស់យើងហើយក្នុងន័យនេះខ្ញុំពុំមែនមានន័យថាខ្មែរយើងឬគ្រូខ្មែរយើងពុំអាចរៀនមួយគាត់បានទេគឺយើងអាចរៀនបានដូចគ្នាបងប្អូនគ្រាន់តែតិចនិចក្នុងការបង្រៀនរបស់គាត់គឺមានការខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះបាទឥឡូវនេះសង្ខេបសារជាថ្មីខ្លីៗឲ្យអ្នកនរគ្នាបានយល់បន្ថាអ្នកនរគ្នារៀននៅសាលាផ្ទាល់ឬរៀនអនឡាញទេជាពិសេសបងប្អូនគួរតែសិក្សាតាមអ្វីដែលគ្រូប្រាប់ឬក៏តាមអ្វីដែលអ្នកនរគ្នាបានស្វែងរកនៅលើ YouTube ហើយអ្នកនរគ្នាអនុវត្តការសរសេរជាប្រចាំថ្ងៃមួយថ្ងៃ5ទៅ6ពាក្យមួយពាក្យសរសេរ10ទៅ20ដងមកហើយអ្នកនរគ្នាអានហើយសរសេរបែបនេះជារៀងរាល់ថ្ងៃអ្នកនរគ្នានឹងអភិវឌ្ឍខ្លួនដើម្បីយើងមានកន្លឹះឬក៏មានមូលដ្ឋានគ្រឹះពីក្រោមដើម្បីយើងមានភាពងាយស្រួលក្នុងការរៀនថ្ងៃមុខអូននេះខ្ញុំអត់ទាន់ផ្ដោតទៅការបកប្រែទៅការប្រយោគវេយ្យាករណ៍ទាំងអស់ដោយសារតែខ្ញុំពុំមែនជាគ្រូទេខ្ញុំគ្រាន់តែមកប្រាប់បងប្អូនពីកន្លឹះតិចតួចដើម្បីយើងមានភាពងាយស្រួលក្នុងការសិក្សាតែប៉ុណ្ណោះហើយបើបងប្អូនកំពុងតែរៀនខិយកនេះនៅឡើយបងប្អូនពុំបាច់ទៅគិតរឿងការបកប្រែការសរសេរប្រយោគអីទេបងប្អូនយើងគ្រាន់តែរៀនការបញ្ចេញសំឡេងឲ្យបានច្បាស់សិនមកហើយនឹងការសរសេរឲ្យបានត្រឹមត្រូវបងប្អូនធ្វើបែបនេះសិនទៅពេលដែលបងប្អូនចេះមូលដ្ឋានគ្រឹះហើយនៅថ្ងៃមុខបងប្អូនរៀនអ្វីក៏បងប្អូននឹងស្រួលដែរយើងឡើងទៅកាន់វេយ្យាករណ៍ក៏យើងអាចចាប់បានយើងរៀនប្រយោគបកប្រែក៏យើងអាចចាប់បានយើងរៀនវិញ្ញាសាដើម្បីប្រឡងក៏យើងអាចចាប់បានក៏យើងចាប់បានទាំងអស់ដោយសារតែយើងបានរៀនពីមូលដ្ឋានគ្រឹះពីក្រោមវាច្បាស់ហើយអញ្ចឹងណាបងប្អូនអ្នកគ្នាបានអនុវត្តជាមួយនឹងការនិយាយរបស់ខ្ញុំមុននេះច្បាស់ណាស់បងប្អូននឹងមានការអភិវឌ្ឍខ្លួនឬក៏មានការចេះភាសាកូរ៉េកាន់តែខ្ពស់ទៅដើម្បីអាចប្រឡងភាសាកូរ៉េជាប់បានងាយបើយើងព្យាយាមរៀនយើងព្យាយាមអនុវត្តជារៀងរាល់ថ្ងៃជារៀងរាល់សប្តាហ៍បងប្អូនច្បាស់ជាអាចធ្វើបានហើយចុងក្រោយខ្ញុំនៅតែលើកទឹកចិត្តបងប្អូនព្យាយាមសិក្សាព្យាយាមស្វែងយល់ពីភាសាកូរ៉េមួយកុំបន្ថំហើយបងប្អូនអរគ្នាកុំភ្លេចធ្វើបែបនេះជារៀងរាល់ថ្ងៃជួបខ្ញុំនៅវីដេអូក្រោយក្នុងការចែករំលែកបទពិសោធន៍របស់ខ្ញុំឬក៏ការបង្ហាញផ្លូវដើម្បីទៅកាន់អ្នកទាំងអស់គ្នាអាច
ឲ្យអ្នកទាំងអស់គ្នាមកបម្រើការងារនៅក្នុងប្រទេសកូរ៉េបានអញ្ចឹងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងជាចុងក្រោយកុំភ្លេចបងប្អូនជួយចុច Subscribe YouTube ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំនឹងធ្វើវីដេអូចែករំលែកដល់បងប្អូនជាបន្តបន្ទាប់ទៀតរហូតដល់តែបងប្អូនបានមកបម្រើការងារនៅក្នុងប្រទេសកូរ៉េត្បូងអញ្ចឹងអរគុណដល់អ្នកគ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាយបាយ